បាទសួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំនឹងធ្វើការបង្ហាញនៅវិធីសាស្ត្រនៃការ install ឬមួយក៏ download IDE សម្រាប់យើងយកមកសរសេរកូដចាប់ផ្ដើមសាងគ្រឹះនៃការសរសេរកូដដោយប្រើប្រាស់ C# អញ្ចឹងកុំឲ្យខាតពេលវេលាយូរអញ្ចឹងយើងចូលមកកាន់ browser របស់អ្នកនរគ្នាមកអញ្ចឹងខ្ញុំប្រើ Google Chrome អញ្ចឹងយើងវាយ search យក VISUAL Visual Studio អូខេអញ្ចឹងយើង search យក Visual Studio ហ្នឹងមកបាទអញ្ចឹងក្រោយពេលយើង search បាន Visual Studio ហើយអញ្ចឹងវាមាន2អ្នកនរគ្នាទី1គឺពណ៌ស្វាយហើយនិងពណ៌ខៀវនេះអញ្ចឹងយើងចង់បានពណ៌ស្វាយនេះអញ្ចឹងយើងយកពណ៌ស្វាយហ្នឹងយើងយក link ខាងលើនេះមក Visual Studio អញ្ចឹងយើងចុចមកអូខេអញ្ចឹងវិធីសាស្ត្រនៃការ download នៅក្នុង website មួយវាមានខុសៗគ្នាអ្នកនរគ្នាសំខាន់យើងរកមើលយើងអស់មកយើងរកមើលឲ្យឃើញពាក្យ download មកបន្តមកទៀតចាំយើងចុចសាកតើវាចេញអីគេអូខេអញ្ចឹងវាដាក់តម្រៀបជាប់គ្នាហ្មងមួយពណ៌ស្វាយនិងមួយទៀតពណ៌ខៀវអញ្ចឹងយើងចង់បានពណ៌ស្វាយនេះអញ្ចឹងយើងចុចមកអូខេយើងគាត់ដាក់ម៉ៅលើវាឲ្យអញ្ចឹងយើងយក version community 2022ដោយសារហ្នឹងវាប្រើ free យើងចុចមកបាទអញ្ចឹងវាធ្វើការ download ឲ្យយើងចានេះខ្ញុំ download សាកមានច្រើនហើយអញ្ចឹងវាក្បៀសវងកញ្ចក់1 2អញ្ចឹងណាតែយើងបើកមួយណាក៏បានដែរអូខេអញ្ចឹងតទៀតអញ្ចឹងយើង install មក double click លើ software ហ្នឹងមកអូខេអញ្ចឹងកន្លែងនេះអ្នកនរគ្នាអាចនឹងមើលអត់ឃើញតែយើងចុចវា yes ហ្នឹងនៅខាងឆ្វេងអូខេអញ្ចឹងយើង continue បាទដល់ទៀតវា install ហើយអូខេអ្នកនរគ្នាអញ្ចឹងពេលចេញមកកន្លែងនេះអញ្ចឹងកន្លែងនេះជាកន្លែងសម្រាប់យើង install package ដើម្បីយកមកសរសេរកូដអញ្ចឹងមកប្រឡោះមួយនេះយើងប្រើគោលបំណងខុសៗគ្នាអ្នកនរគ្នាដូចខាងលើនេះ ASP.NET Web Development អានេះយើងប្រើទុកសម្រាប់ develop web ដោយប្រើប្រាស់ C# អញ្ចឹងទៅហើយនឹង Azure នេះអញ្ចឹងគោលបំណងរបស់យើងចង់បង្កើតតែ console app ទេលក្ខណៈពេលយើងរ៉ាន់មកចេញខ្មៅហ្នឹងអ្នកនរគ្នាអញ្ចឹងយើងយកខាងក្រោមនេះ .NET Desktop Development អញ្ចឹងវាមាន description ខ្លះឲ្យយើងទុក preview ដូចយើង build Windows Form ហើយនេះ console application នេះអញ្ចឹងកាលណាយើង select យកមកអូខេអញ្ចឹងកាលណាយើង select យកវាមកវា load ចេញនៅទាំងខាងស្ដាំដៃនេះអញ្ចឹងទាំងខាងស្ដាំដៃនេះវាមានដូចជាលក្ខណៈ add on menu អញ្ចឹងអ្នកនរគ្នាជា sub menu របស់អា menu ធំរបស់វានេះអញ្ចឹងខាងលើនេះវា select អស់ហើយអញ្ចឹងយើងមិនបាច់ចាំ select យកអីថែមទៀតទេកាលណាអ្នកនរគ្នា select យកថែមទៀតឬមួយក៏នឹកឲ្យថាយកទាំងអស់អញ្ចឹងអា space វាខាងក្រោមនេះកាន់តែកើនមកអុំមកខ្ញុំ select យកនេះ preemptive នេះចុចមកនេះវាឡើងបើយើង select ថែមមកវាកាន់តែឡើងអញ្ចឹងយើងបាច់យកមកទេព្រោះដោយសារយើងអត់ចាំបាច់ប្រើវាអញ្ចឹងយើង install ប៉ុណ្ណឹងមកអស់ 7G យើង install សិនមកអូខេអ្នកនរនេះអញ្ចឹងក្រោយពេលដែលយើង install ចប់អញ្ចឹងអ្នកនរនេះ select យក launch មកមិនន័យថាចាប់ផ្ដើមបាទអញ្ចឹងនៅខាងឆ្វេងដៃនេះគឺ project ដែលខ្ញុំធ្លាប់បង្កើតជាមួយ Visual Studio ពីមុនមកអញ្ចឹងយើងបាច់ខ្វល់ទេយើងមកមើលនៅខាងឆ្វេងដៃនេះអញ្ចឹងខាងឆ្វេងនេះគឺមាន clone repository វាមាន open project solution តែយើងយក create new project នេះមកអ្នកនរគ្នាយើងបង្កើតយើង select មកអូខេអ្នកនរគ្នាអញ្ចឹងយើងនឹងចាប់ផ្ដើមជាមួយនឹងការសរសេរ app console ពេលយើង run មកចេញខ្មៅហ្នឹងអ្នកនរគ្នា app ខ្មៅហ្នឹងអញ្ចឹងយើង search មក console app អូខេអញ្ចឹងនេះយើងយកមួយនេះខាងលើគេនេះ console app creating a command line application អញ្ចឹងយើងយកមួយហ្នឹងមកអ្នកនរគ្នាអាចចុចលើហ្នឹងមួយហើយចុចយក next ឬមួយក៏ double click ក៏បានដែរវាចូលដូចគ្នាអញ្ចឹងយើង double click មកបាទអញ្ចឹងបន្តទៀតយើងដាក់ឈ្មោះ project របស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះ console ខ្ញុំមកក៏ដាក់ demo app អញ្ចឹងខ្ញុំដាក់យក demo app ទៅអ្នកកន្លែងនេះអ្នកនរគ្នាចង់ដាក់ឈ្មោះក៏បានដែរប៉ុន្តែសំខាន់ដែលយើងដឹងឈ្មោះ project យើងទុកធ្វើអីអូខេអញ្ចឹងបន្តមកទៀតអ្នកនរគ្នាមើលខាងក្រោយមកវាដាក់ពាក្យ location អញ្ចឹងបានន័យថាតើអ្នកនរគ្នាចង់ឲ្យ project របស់យើងហ្នឹងនៅក្នុងកន្លែងណា
đôi ốc mà này nó này cho nơi tải đi rồi mới có tải C chẳng á chẳng dương select món xem làm nhóm custom chẳng nhung vô chụp bay đi chụp bay nhé bắt tiết nhôm đã về cho con document đi ok chẳng nhung miền bắc cài folder mùi xem đẹp đạn project nắng đi C sharp fundamental đi ok chẳng nhung select ban phần ấy nó này cho vô select folder chẳng á chẳng bị cho bài đi bị cho bài bây giờ bạc ca tới cứ cho mình năng mong ok chẳng đây cái này giờ mình select cho thế ok chẳng mà đo cái này ní vì đẹp dân ta console em bây giờ nó đang run cho ngồi năng .net 7 anh đi version cấp này nó nè nhưng giờ mình quay tế dân select vô create nó bạn chẳng dân chăm ao visual studio bây giờ load project dân on món ok payload off nhà ở này còn toàn ATC giờ nắng dân run mùi xanh món chẳng đang thay chênh nhà ọt chẳng dân run mùi món bạn chẳng cứ run chênh bà chẳng vị trí xa rắn nè nhà ở này mơ nơi thu bà khẳng lơ mà chôm đấy cứ dân select vô nè mua canal đó có thể đặt mua ấy được nhung đặt mua demo app chẳng cái này nó bị tránh demo app hay miền chụp chỉ mới năng ở button play pause nhé chẳng button play pause này nơi kháng chuối mua app ở dưới nơi kháng đam chẳng những chọn với máu về ran mồi đi chẳng này hello world nó cứ chạy để ra comment like hello world ok chẳng nơi canal video này cứ nhung miền tại phần y tế sẽ bị ở video khỏi chết nhung thua ca và hai nhà ở này vì vị trí xa từ xe cột đẹp ở sang cư vô tại một đồng đại nhung pra ở C sharp chẳng mua lại để nhung chơi rồi vô C sharp để ra là xin tạo với cứ simple thì muối hay đang ở TP xin tạo bao ở C sharp này cứ sử dụng tên đang ở programming language xem tiền ở tia họ đôi chỉ Flutter hay đang Java cứ sử dụng cái này chẳng cái này ở này riêng C sharp như thấy cứ ai nâng tầm mơ programming language xem chết cứ vô lươn chẳng video với nhóm miền tập văn thế học con chan bye bye